របាយការណ៍ដែលថាទីក្រុង Washington កំពុងពិចារណាលើផែនការកាន់កាប់ឬបាត់កោះ Koch បានកើតឡើងទោះបីជាមានការលើកឡើងពីមុនដោយលោកប្រធានាធិបតីថាលោកមិនមានទំនោរទៅការដាក់ទីហ៊ាននៅលើដីនោះទេបាទក៏ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CBS News បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងតែត្រៀមលក្ខណៈដើម្បីដាក់ទីហ៊ានជើងគោកទៅទីនោះអញ្ចឹងដូច្នេះនេះគឺជាសេចក្តីរាយការណ៍ដែលខាង CBS News បានរាយការណ៍ឲ្យខ្ញុំបានថតទុកជូនមុនដែលខ្ញុំសូមចាក់ជូនប្រិយមិត្តមន្ត្រីមន្ទីរបញ្ញកោណបានធ្វើការរៀបចំយ៉ាងលម្អិតសម្រាប់ការដាក់ពង្រាយកងកម្លាំងជើងគោករបស់សហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសអ៊ីរ៉ង់នេះបើយោងតាមប្រភពជាច្រើនដែលបានដឹងអំពីការពិភាក្សាបានប្រាប់ទូរទស្សន៍ CBS News ប្រភពទាំងនោះបាននិយាយថាមេបញ្ជាការយោធាជាន់ខ្ពស់បានដាក់សំណើជាក់លាក់ដែលមានគោលបំណងរៀបចំសម្រាប់ជំរឿបែបនេះខណៈដែលលោកប្រធានាធិបតី Donald Trump កំពុងថ្លឹងថ្លែងពីចំណាត់ការនៅក្នុងចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ប្រភពទាំងនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកត្រាំកំពុងពិចារណាថាតើត្រូវដាក់កងកម្លាំងជើងគោកនៅក្នុងតំបន់ឬអត់ប្រភពទាំងនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈគេមិនទាន់ដឹងច្បាស់ទេថាក្រោមលក្ខខណ្ឌបែបណាដែលលោកប្រធានាធិបតីនឹងអនុញ្ញាតឲ្យប្រើប្រាស់កងទ័ពនៅលើដីលោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃប្រហោះថាលោកមិនទាន់ដាក់កងទ័ពនៅកន្លែងណាមួយនោះទេនៅពេលដែលត្រូវបានសួរអំពីកងទ័ពជើងគោកប៉ុន្តែបានបន្ថែមយ៉ាងឆាប់រហ័សថាប្រសិនបើខ្ញុំដាក់ខ្ញុំពិតជាមិនប្រាប់អ្នកនោះទេមន្ត្រីនៅបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបានបញ្ជូនសំណួរពី CBS News ទៅសេតាវិមាននិងមន្ទីរបញ្ចកោណលោកស្រី Caroline Levitt លេខាធិការសារព័ត៌មានរបស់សេតាវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាវាជាការងាររបស់មន្ទីរបញ្ចកោណក្នុងការធ្វើការត្រៀមលក្ខណៈដើម្បីផ្ដល់ជំរឿសអតិបរមាដល់អគ្គមេបញ្ជាការវាមិនមានន័យថាលោកប្រធានាធិបតីបានធ្វើការសម្រេចចិត្តនោះទេហើយដោយដែលប្រធានាធិបតីបានថ្លែងនៅក្នុងការិយាល័យពងក្រពើកាលពីម្សិលមិញលោកមិនមានគម្រោងបញ្ជូនកងទ័ពជើងគោកទៅកន្លែងណានៅពេលនេះទេប្រភព2បាននិយាយថាយោធាក៏បានបើកកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈសម្រាប់វិធីដោះស្រាយការឃុំខ្លួនទាហានអ៊ីរ៉ង់និងកងកម្លាំងប្រដាប់អាវុធប៉ារ៉ាប្រសិនបើលោកប្រធានាធិបតីសម្រាប់ចិត្តបញ្ជូនទាហានអាមេរិកធ្វើប្រតិបត្តិការនៅលើដីរួមទាំងកន្លែងដែលជនជាតិអ៊ីរ៉ង់នឹងត្រូវបញ្ជូនទៅទីនោះសហរដ្ឋអាមេរិកកំពុងរៀបចំដាក់ពង្រាយកងពលទ័ពអាកាសទី82ទៅកាន់តំបន់មជ្ឈិមបូព៌ាការរៀបចំផែនការនេះពាក់ព័ន្ធនឹងកម្លាំងឆ្លើយតបសកលរបស់កងទ័ពនិងអង្គភាពបេសកកម្ម Marine របស់កង Marine កង Marine រាប់ពាន់នាក់កំពុងត្រូវបានចល័តទៅកាន់តំបន់មជ្ឈិមបូព៌ានាវាចម្បាំងចំនួន3គ្រឿងនិងកង Marine ប្រហែល 2,200 នាក់មកពីអង្គភាពបេសកកម្មរហ័សមួយបានចាកចេញពីរដ្ឋ California កាលពីដើមសប្តាហ៍នេះបើយោងតាមមន្ត្រីអាមេរិកពីររូបវាគឺជាកងអង្គភាព Marine ទី2ដែលត្រូវបានបញ្ជូនទៅចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមហើយវាអាចចំណាយពេលពី2ទៅ3សប្តាហ៍មុនពេលដាក់ឲ្យដំណើរការអង្គភាពទី1ត្រូវបានបញ្ជូនពីមហាសមុទ្រប៉ាស៊ីហ្វិកហើយនៅតែកំពុងធ្វើដំណើរចូលទៅក្នុងតំបន់នោះការចល័តទ័ពទាំងនេះគូបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណក្នុងការពង្រីកជំរឿសយោធាដែលមានសម្រាប់លោកប្រធានាធិបតីទោះបីជាមន្ត្រីរដ្ឋបាលបដិសេធជាសាធារណៈក្នុងការពិភាក្សាអំពីជំហានបន្ទាប់ដែលអាចកើតមានក៏ដោយបាទសូមអរគុណប្រិមិត្តនេះគឺជាសេចក្តីរាយការណ៍របស់ខាង CBS News ដែលហាក់ដូចជាមានលក្ខណៈផ្ទុយបន្តិចជាមួយនឹងសេចក្តីរាយការណ៍មុនបាទអញ្ចឹងខ្ញុំជូនបច្ចុប្បន្នភាពទាំងអស់ជូនប្រិមិត្តទាំងអស់គ្នាឲ្យបានដឹងហើយនៅព័ត៌មានទី2នេះគឺបាទបើតាមសេចក្តីរាយការណ៍មកគឺខាង NATO បាទឬក៏ហៅថាអូតង់តាមភាសាបារាំងថាឥឡូវនេះដកកងកម្លាំងចេញពីប្រទេសអ៊ីរ៉ាក់ដោយសារតែមានការវាយប្រហារពីខាងអ៊ីរ៉ង់ទៅទីនោះទៅលើមូលដ្ឋានយោធានៅទីនោះរបស់ខាង NATO ហើយនិងអង់គ្លេសនៅទីនោះបាទហើយដូច្នេះនៅក្នុងសេចក្តីរាយការណ៍ដែលខ្ញុំបានថតទុកមុនដែរនេះ
គឺបានមានសេចក្តីរីកាច្រើនតកតងជាមួយនឹងខាងអ៊ីរ៉ង់អីផងដែរបាទចឹងសូមប្រិមិត្តស្ដាប់សេចក្តីរីកានេះដូចតទៅមេបញ្ជាការកម្ពុជារបស់សម្ព័ន្ធមិត្ត NATO គឺលោកនាយឧត្តមសេនីយ៍ Alexis Grinskevich បានបញ្ជាក់កាលពីថ្ងៃសុក្រថាសម្ព័ន្ធមិត្តបានដកបុគ្គលិកយោធារាប់រយនាក់ចេញពីអ៊ីរ៉ាក់ហើយបានផ្លាស់ប្ដូរទីតាំងរបស់ពួកគេទៅកាន់អឺរ៉ុបពួកគេគឺជាផ្នែកមួយនៃបេសកកម្មប្រឹក្សាសន្តិសុខរបស់ NATO ដែលបង្កើតឡើងក្នុងឆ្នាំ2018ដើម្បីផ្ដល់ប្រឹក្សាដល់មន្ត្រីការពារជាតិនិងសន្តិសុខអ៊ីរ៉ាក់ការចល័តទ័ពនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់ទៅលើកងទ័ពផ្សេងទៀតនៅមូលដ្ឋានអង់គ្លេសបារាំងនិងអ៊ីតាលីនៅក្នុងប្រទេសអ៊ីរ៉ាក់អ៊ីរ៉ង់បានបង្កើនការវាយប្រហាររបស់ខ្លួនលើទីតាំងថាមពលក្នុងរដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្រពេកសបន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើវាលឧស្ម័នធម្មជាតិដ៏ធំនៅឆ្នេរសមុទ្រ South Pass របស់អ៊ីរ៉ង់កាលពីដើមសប្តាហ៍នេះទន្ទឹមគ្នានេះដែរមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតូឡា Mojtaba Khamenei បានសរសើរភាពរឹងមាំរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការប្រឈមមុខនឹងសង្គ្រាមនេះបើតាមសេចក្តីថ្លែងការណ៍ជាលិលាអក្សរដែលបានអាននៅលើកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់ដើម្បីប្រារព្ធពិធី Nowruz លោកបាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺផ្អែកលើការយល់ច្រឡំថាការសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាចបណ្ដាលឲ្យមានការដួលរលំរដ្ឋាភិបាលលោក Khamenei មិនត្រូវបានគេឃើញជាសាធារណៈទេចាប់តាំងពីលោកបានក្លាយជាមេដឹកនាំកម្ពុជាបន្ទាប់ពីការធ្វើឃាតឪពុករបស់លោកគឺលោកអាយ៉ាតូឡា Ali Khamenei នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅដើមនៃសង្គ្រាមពេលចាប់ផ្ដើមដែលត្រូវបានគេរាយការណ៍ថាបានធ្វើឲ្យលោករងរបួសផងដែរអ្នកនាំពាក្យយោធាកម្ពុជារបស់អ៊ីរ៉ង់លោកឧត្តមសេនីយ៍ Abdullah Skekaji បានព្រមានកាលពីថ្ងៃសុក្រថាឧទ្យានតំបន់កំសាន្តនិងគោលដៅទេសចរនៅទូទាំងពិភពលោកនឹងមិនមានសុវត្ថិភាពសម្រាប់សត្រូវរបស់ប្រទេសលោកនោះទេការគម្រាមកំហែងនេះបានធ្វើឲ្យមានការព្រួយបារម្ភឡើងវិញថាអ៊ីរ៉ង់អាចនឹងវិលត្រឡប់ទៅប្រើប្រាស់ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធនៅឆ្ងាយពីតំបន់មជ្ឈិមបូព៌ាជាយុទ្ធសាស្ត្រដើម្បីដាក់សម្ពាធរីឯអ៊ីស្រាអែលវិញបានពង្រីកការវាយប្រហាររបស់ខ្លួនទៅកាន់ប្រទេសសេរីដោយនិយាយថាខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនពិពណ៌នាថាជាការវាយប្រហារលើជនជាតិភាគតិច Druze ក្រសួងការបរទេសសេរីបាននិយាយថាអ៊ីស្រាអែលបានធ្វើសកម្មភាពក្រោមលេសមិនច្បាស់លាស់និងលេសប្រឌិតបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់ការរីការបស់សារព័ត៌មាននេះដែលខ្ញុំបានបកប្រែជូនប្រិយមិត្តទាំងអស់គ្នាឥឡូវនេះព័ត៌មានទី3គឺតាក់ទងនឹងរឿងផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកវិញម្ដងបាទបើយោងតាមសេចក្តីរីកានានាគឺនៅថ្ងៃនេះបាទថ្ងៃសុក្រមកនៅសហរដ្ឋអាមេរិកនេះគឺជាថ្ងៃទី35ហើយដែលខាងក្រសួងសន្តិសុខមាតុភូមិនៅមិនទាន់បានទទួលអ្វីដែលជាថវិកាសម្រាប់ដំណើរការក្រសួងនៅឡើយទេបាទគឺដោយសារតែសេចក្តីព្រាងច្បាប់ដែលបានដាក់ឡើងមកនៅក្នុងខាងព្រឹទ្ធសភាដើម្បីបោះឆ្នោតនោះគឺត្រូវបានព្រឹទ្ធសភាបដិសេធចោលពីខាងគណៈបកប្រជាធិបតេយ្យអញ្ចឹងដូច្នេះសេចក្តីព្រាងច្បាប់ដើម្បីបើកដំណើរការក្រសួងសន្តិសុខមាតុភូមិនឹងគឺបានបរាជ័យដោយសម្លេង47គាំទ្រ37បដិសេធគឺខ្វះចំនួនដែលត្រូវការគឺ60ដើម្បីអាចអនុញ្ញាតឲ្យអនុម័តច្បាប់នេះបានដោយគ្មានការជំទាស់ពីគណៈបកប្រជាធិបតេយ្យបាទពីព្រោះច្បាប់នេះត្រូវបានខាងរដ្ឋសភាបានអនុម័តឲ្យដើម្បីផ្ដល់ថវិកាបើកក្រសួងសន្តិសុខមាតុភូមិឡើងវិញហើយសមាជិកព្រឹទ្ធសភាកណ្ដាលនិយមគឺលោក John Fetterman ដែលមកពីរដ្ឋ Pennsylvania គឺជាសមាជិកព្រឹទ្ធសភាគណៈបកសាធារណរដ្ឋតែម្នាក់គត់ដែលបោះឆ្នោតយល់ព្រមឲ្យបើកក្រសួងនេះឡើងវិញបាទហើយសមាជិកព្រឹទ្ធសភាដែលមកពីគណៈបកសាធារណរដ្ឋផងនិងប្រជាធិបតេយ្យផងរហូតដល់16នាក់ឯនោះបានអវត្តមានសម្រាប់ការបោះឆ្នោតនៅថ្ងៃសុក្រនេះនេះជាលើកទី5ហើយដែលក្រុមសមាជិកព្រឹទ្ធសភាមកពីខាងគណៈបកសាធារណរដ្ឋប្រជាធិបតេយ្យ
បានបោះឆ្នោតរៀបរៀងសេចក្តីព្រៀងច្បាប់ដែលផ្ដល់ថវិកាដល់ក្រសួងសន្តិសុខមាតុភូមិបាទចាប់តាំងពីការផ្ដល់មូលនិធិរបស់ក្រសួងនេះបានផុតកាលពីថ្ងៃទី14ខែកុម្ភៈក្រមអ្នកប្រជាធិបតេយ្យបានប្រឆាំងនឹងសេចក្តីព្រៀងច្បាប់ណាដែលនឹងផ្ដល់មូលនិធិដល់ខាងប៉ូលីសអន្តោប្រវេសន៍កយប៉ូលីសអន្តោប្រវេសន៍អាយហើយនឹងប៉ូលីសការពារព្រំដែនបើសិនជាមិនកែប្រែប្រតិបត្តិការអនុវត្តច្បាប់របស់ពួកគេដូចជាការទាមទារឲ្យមន្ត្រីសហព័ន្ធទទួលបានដីកាជាមុនសិនមុននឹងចូលទៅក្នុងផ្ទះប្រជារាស្ត្រនិងហាមឃាត់ពួកគេមិនឲ្យពាក់ម៉ាស់ពេលធ្វើប្រតិបត្តិការនោះទេបាទផ្ទុយទៅវិញនោះគឺអ្នកសមាជិកប្រសិទ្ធភាពខាងគណៈបកប្រជាធិបតេយ្យបានផ្ដល់សំណើដើម្បីបំបែកថវិការវាងខាងកងសន្តិសុខនៅអាកាសយានដ្ឋាន TSA ហើយនឹងកងឆ្មាំសមុទ្រហើយនឹងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ FEMA ហ្នឹងឲ្យចេញពីក្រសួងសន្តិសុខមាតុភូមិបានន័យថាចង់ឲ្យថវិកាឲ្យដំណើរការខាងហ្នឹងវិញដើម្បីកុំឲ្យស្ទះខាងអាកាសយានដ្ឋានខាងឆ្មាំសមុទ្រអីហ្នឹងបាទក៏ប៉ុន្តែខាងគណៈបក្សសាធារណរដ្ឋគាត់អត់ព្រមទេបាទដូច្នេះគាត់ចង់ឲ្យថវិកាហ្នឹងទាំងមូលតែម្ដងដើម្បីអាចដំណើរការបានដូច្នេះអញ្ចឹងហើយបានជាបុគ្គលិករបស់ខាងសន្តិសុខនៅអាកាសយានដ្ឋានបើប្រិមិត្តនៅសហរដ្ឋអាមេរិកធ្វើដំណើរគឺនឹងទៅចំណាយពេលយូរណាចំណាយពេលយូរដែលมันមានអ្នកធ្វើការនឹងច្រើនទេដោយសារតែពួកគាត់សម្រាប់ព័ត៌មានចុងក្រោយនេះគឺជាព័ត៌មានអំពីប្រទេសស្រីលង្កាវិញម្ដងដែលតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកផងដែរបាទបើយោងតាមនាយករដ្ឋមន្ត្រីនៃប្រធានាធិបតីបាទប្រធានាធិបតីនៃប្រទេសស្រីលង្កាហ្នឹងបាទគឺលោក Anura Kumara Dissanayake នៃប្រទេសស្រីលង្កាបានប្រាប់ដល់សភារបស់ប្រទេសកាលពីថ្ងៃសុក្រថាសហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាតឲ្យយន្តហោះចម្បាំង2គ្រឿងចុះចតនៅអាកាសយានដ្ឋាន Matala Rajapaksa នៅភាគខាងត្បូងនៃប្រទេសពីថ្ងៃទី8ដល់ថ្ងៃសំទោសពីថ្ងៃទី4ដល់ថ្ងៃទី8ខែមីនាប៉ុន្តែលោកបានមានប្រសាសន៍ក្នុងអំឡុងពេលសេចក្តីថ្លែងការណ៍មួយថាគឺខាងសហរដ្ឋអាមេរិកហ្នឹងគឺបាននាំយកយន្តហោះចម្បាំង2គ្រឿងដែលបំពាក់ទៅដោយមីស៊ីលប្រឆាំងនឹងកប៉ាល់ចំនួន8គ្រាប់ពីមូលដ្ឋាននៅជីបូទីលោកបានបន្ថែមថាគឺស្រីលង្កាបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកដើម្បីរក្សាអព្យាក្រឹតភាពរបស់ស្រីលង្កាហើយដូច្នេះពេលដែលលោកបានថ្លែងប្រាប់សភាអញ្ចឹងគឺសភាគេទះដៃអបអរសាទរណាថាគាត់សម្រេចចិត្តត្រឹមត្រូវគឺសហរដ្ឋអាមេរិកបានលើកសំណើនេះនៅថ្ងៃទី26ខែកុម្ភៈហើយនៅថ្ងៃដដែលនោះដែរគឺអ៊ីរ៉ង់បានស្នើសុំឲ្យនាវាចំនួន3គ្រឿងរបស់ខ្លួនធ្វើទស្សនកិច្ចសុឆន្ទៈទៅកាន់ប្រទេសស្រីលង្កាដែរចាប់ពីថ្ងៃទី9ដល់ថ្ងៃទី13ខែមីនាបន្ទាប់ពីចូលរួមនៅក្នុងសមយុទ្ធកងទ័ពជើងទឹកឥណ្ឌាហើយសំណើនោះក៏ត្រូវបានស្រីលង្កាបដិសេធដែរហើយលោកបានបញ្ជាក់ថាប្រសិនបើស្រីលង្កាយល់ព្រមចំពោះសំណើអ៊ីរ៉ង់ក៏ត្រូវតែយល់ព្រមនឹងសំណើរបស់សហរដ្ឋអាមេរិកដែរកងទ័ពពីក្រោយមកកងទ័ពជើងទឹករបស់ស្រីលង្កានោះបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបាទក៏ទាហានជើងទឹករបស់អ៊ីរ៉ង់ចំនួន32នាក់ដែលបានលិចលង់ពីកប៉ាល់ Iris Dana កាលពីថ្ងៃទី4ខែមីនាបន្ទាប់ពីត្រូវបាននាវាមុជទឹករបស់សហរដ្ឋអាមេរិកបាញ់ពន្លិចបាទដោយការវាយប្រហារមួយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន84នាក់ហើយនាវាទី2គឺ Iris Bosher និងអ្នកដែលទាហានជើងទឹកទាំងអស់នោះត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកស្រីលង្កាបាទបន្ទាប់ពីមានបញ្ហាបច្ចេកទេសនៅក្រៅដែនទឹករបស់ប្រទេសដែនកោះនេះលោក Sergio Gore បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីខាងត្បូងនិងកណ្ដាលកំពុងតែបំពេញទស្សនកិច្ចទៅប្រទេសស្រីលង្កានិងបានជួបជាមួយនឹងលោក Dissanayake នៅថ្ងៃប្រហ័សបាទស្រីលង្កាដែលកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបានឡើងដល់កម្រិតកម្ពស់នៅឆ្នាំ2022និងបណ្ដាលមកពីកង្វះប្រាក់ដុល្លារនោះកំពុងតែប្រឈមមុខនឹងការរឹតបន្តឹងការផ្គត់ផ្គង់ដែលតាក់ទងនឹងសង្គ្រាមរបស់អាមេរិកអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ហើយសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ស្រីលង្កាខណៈដែលអ៊ីរ៉ង់គឺជាអ្នកទិញតែដ៏សំខាន់មួយរបស់ខ្លួនបាទនេះគឺជាព័ត៌មានចុងក្រោយដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាក្នុងគោលបំណងចង់ឲ្យដឹងថាគឺបើសិនជាប្រិមិត្តកាន់តំណែងនៅវិញថាត្រូវសម្រាប់ចិត្តយ៉ាងណាឃើញទេបាទបើសិនជាឲ្យមួយគឺច្បាស់ជាមានមួយទៀតហើយនៅចាំបាននេះគឺសុំដាក់ថ្ងៃ4ថ្ងៃ3ថ្ងៃ4ហ្នឹងមកចំថ្ងៃត្រូវបើជាដាក់នោះត្រៀមសម្រាប់ទម្លាក់កប៉ាល់របស់
អ៊ីរ៉ង់មកទៅចូលរួមនៅកន្លែងហ្នឹងបាទទាំងស្រីលង្កាឲ្យសម្រេចអត់ឲ្យបានជាអាមេរិកបាញ់ពីនាវាមួយទឹកវិញទៅបាទបើសិនជាឲ្យពេលហ្នឹងគឺច្បាស់ជាមានរឿងហើយពីព្រោះចេញយន្តហោះចេញពីហ្នឹងមកអាហ្នឹងប្រហែលជាអាចចឹងឬក៏មិនអាចណាប៉ុន្តែពីព្រោះនាវាយន្តហោះអាមេរិកយកទៅហ្នឹងគឺមានផ្ទុកមីស៊ីលសម្រាប់បាញ់ពលិចកប៉ាល់តែស្រីលង្កាអត់ឲ្យបាទចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទចឹងសូមចប់តែប៉ុណ្ណេះសម្រាប់ព័ត៌មានឥឡូវនឹងសូមពិភាក្សាគ្នាបន្តិចសំណេះសំណាលលេងចុងក្រោយបាទចឹងសម្រាប់អ្នកទទួលយកព័ត៌មានសូមអរគុណណាបាទសូមជម្រាបលាឥឡូវសូមបាទឥឡូវនឹងសូមឆ្លើយសំណួរខ្លីទេបាទអូបាទលើកន្លះម៉ោងថាឥឡូវនឹងមិនមានសំណួរយ៉ាងម៉េចដែរសូមពី3សំណួរមិនជាវែងទេណាមិនជាវែងទេពីខាងក្រោមមកវិញប៊ុនចែមជំរាបសួរលោកពូជមកជំរាបសួរប៊ុនចែមកឹមសូនថប់ជំរាបសួរម៉ៅវ៉ានីបាទជំរាបសួររីណាថុនបាទជំរាបសួរបងអូនកូនខ្មែរអមតៈតើកម្ពុជាទៅធ្វើយ៉ាងណាដើម្បីឲ្យមានការចាប់អារម្មណ៍ពីខ្លាំងពីអន្តរជាតិរឿងសៀមកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើទឹកដីខ្មែរយើងបាទជារឿងអភ័ព្វដែរសូម្បីតែរឿងសំខាន់ដូចនៅអ៊ុយក្រែនក៏ដោយនៅពេលនេះក៏ដូចជានៅមួយជំហានសិនដែរអញ្ចឹងណាអញ្ចឹងវារឿងធំវានៅអ៊ីរ៉ង់អញ្ចឹងគឺអ្វីដែលមានសំខាន់ហ្នឹងគឺទៅតាមយោបល់ខ្ញុំគឺមានតែត្រូវតែតាមដានសភាពការហ្នឹងនៅក្នុងប្រទេសកម្ពុជាហើយនឹងរឿងកាត់ឡើងភ្លាមគឺតវ៉ាតាមផ្លូវការទូតនឹងភ្លាមតែម្ដងកុំទុកឲ្យយូរបាទទោះបីរឿងតូចរឿងធំក៏ដោយត្រូវតវ៉ាភ្លាមដើម្បីទុកជាឯកសារនៅពេលណាដែលត្រូវការប្រើប្រាស់ហើយនិយាយអញ្ចឹងគឺមានអ្នកសួរខ្ញុំគាត់ថាឮសូកម្ពុជាដាក់តវ៉ាលិខិតតវ៉ាហ្នឹងសួរថាតវ៉ាហ្នឹងទៅណារឿងការទូតនយោបាយប្រទេសដូចនៅក្នុងប្រទេសជិតខាងយើងអញ្ចឹងណាបើសិនជាយើងគិតឧទាហរណ៍ថាអ្នកជិតខាងយើងគាត់ធ្វើលបងចូលដីយើងឬក៏មានសត្វគាត់ចូលយើងអញ្ចឹងគាត់យើងដំបងយើងតវ៉ាជាមួយគ្នាគាត់សិនប្រាប់គាត់សិនណែកុំចូលមកដីខ្ញុំណាដីនេះធ្វើលបងចូលដីខ្ញុំប្រហែលជាកន្លះម៉ែត្រហើយយើងតវ៉ាជាមួយគាត់សិនអញ្ចឹងទៅវាអញ្ចឹងណាបាទបើតវ៉ាអស់ហើយបានយើងទៅរកអាជ្ញាធរមានសមត្ថកិច្ចពីតាមក្រោយបើសិនជាគាត់មិនដោះដូរអីចឹងបាទសូម្បីតែរឿងតូចតាចដំបងហ្នឹងពេលដែលយើងទៅរកប៉ូលីសហ្នឹងប៉ូលីសក៏សួរយើងហើយមាននិយាយគ្នានៅបាទហ្នឹងស្តង់ដារមកមិនថានៅអាមេរិកនៅខ្មែរទេមានរឿងរ៉ាវជាមួយអ្នកជិតខាងហ្នឹងក៏សួរមិនមាននិយាយគ្នានៅបើយើងទៅនិយាយគ្នាប្រហែលដងអត់ស្ដាប់ទេហ្នឹងបាទគាត់មកអញ្ចឹងណាបាទអញ្ចឹងដូច្នេះពេលដែលឮសូរថាកម្ពុជាដាក់លិខិតតវ៉ារបស់ក្រសួងការបរទេសគឺបានន័យថាតវ៉ាទៅថៃនឹងដើម្បីទុកជាឯកសារបើកាលណាយើងមិនតវ៉ាអញ្ចឹងថៃគេថាការខ្ញុំធ្វើនោះមានណាតវ៉ាណាមិនក៏ណែមិនតវ៉ាឃើញទេវាអញ្ចឹងណាបាទអញ្ចឹងគឺវាជារឿងមួយដែលពិភពលោកវិវត្តអញ្ចឹងណាកូនខ្មែរអមតៈកូនខ្មែរក៏អមតៈប៉ុន្តែត្រូវធ្វើនឹងប៉ុន្តែខ្ញុំឃើញខាងកម្ពុជាគាត់ធ្វើជាប្រចាំនៅតែបាទកម្មរដ្ឋាគាត់សួរថាម៉េចបងកំសែងសុំសួរមួយតើប្រជាពលរដ្ឋកម្ពុជាគួរទៅធ្វើដើម្បីប្រឈមនឹងពិភពលោកដែលប្រែប្រួលនឹងគ្រោះថ្នាក់ខ្លាំងព្រោះអតីតកាលពេលពិភពលោកប្រែប្រួលអញ្ចឹងបានជាធ្វើឲ្យប្រទេសយើងទឹកទីអស់បាទសំណួរល្អខ្ញុំធ្លាប់បានឆ្លើយប្រមាណដងហើយគឺខ្ញុំឃើញមានមួយចំនួនធ្វើ comment តាម Facebook តាមអីហ្នឹងគឺខ្ញុំជួថាប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចកុំឲ្យយើងទាញចូលពោលណាមួយបាទកុំឲ្យចូលពោលណាមួយនៅក្នុងរឿងហ្នឹងបាទកុំយើងជំយល់យើងរងគ្រោះដោយសាររឿងជាមួយនឹងថៃមករំលោភយើងហើយយើងឃើញករណីដែលកើតមកហ្នឹងដូចជាអ៊ីស្រាអែលអីហ្នឹងវាខ្លាំងក៏ប៉ុន្តែបើកាលណាយើងប្រាប់ពាក្យអីទៅជេរអ៊ីស្រាអែលជេរអាមេរិកអីហ្នឹងវាអត់ចំណេញមកវិញយើងចំណេញមកវិញយើងគិតតែប៉ុណ្ណេះអញ្ចឹងណាបាទវានាំតែសៅម៉ងដល់តំណែងតំណងទេបាទកុំឲ្យគេថាតំណែងតំណងខាងលើរឹងមាំតំណែងតំណងខាងក្រោមប្រជាពលរដ្ឋហ្នឹងគឺទុនរវែណាបាទហ្នឹងវាមិនល្អទេបាទចឹងក៏យើងមើលពីបញ្ហាហ្នឹងដែរណាបើយើងទៅតែរឹងមាំទាំងលើទាំងក្រោមព្រោះថាយើងមិនបានសម្ដែងការគ្រប់ទៅយើងនៅឆ្ងាយពីបញ្ហាហ្នឹងការនិយាយអីហ្នឹងគឺគួរប្រយ័ត្នប្រយែងផងដែរបាទដើម្បីកុំឲ្យមានបញ្ហាចឹងហើយប៉ុន្តែនឹងរឿងមួយណារឿងមួយទៀតដែលកម្មរដ្ឋាគាត់សួរហ្នឹងគាត់ចង់និយាយពីការប្រែប្រួលពូលនយោបាយឧទាហរណ៍ដូចជាចិនកំពុងឡើងអញ្ចឹងតើអាមេរិកទៅណាអីតែយើងទៅចាប់អាមេរិកឬក៏ចាប់ចិនបើសិនចង់ចូល
ខ្ញុំជឿថានៃនឹងចង់ចូលដល់កម្រិតហ្នឹងដោយដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលរដងអញ្ចឹងបាទយើងមិនអាចចោលមួយចាប់មួយបានទេបាទនៅក្នុងពិភពលោកនេះនៅក្នុងដោយករណីដែលរឿងស្រីលង្កាហ្នឹងគឺខ្ញុំយកមកឲ្យប្រិមិត្តហ្នឹងដើម្បីជាគំនិតពិចារណាហ្នឹងគេស្រីលង្កាឃើញទេបាទអ៊ីរ៉ង់ជាអ្នកទិញតែរបស់គាត់ដ៏សំខាន់អាមេរិកគឺជាអ្នកសេដ្ឋកិច្ចនាំចេញរបស់គាត់អញ្ចឹងដូច្នេះគាត់ត្រូវធ្វើម៉េចបាទគាត់ត្រូវសម្រេចអត់ឲ្យទាំងពីរបើមិនអញ្ចឹងទេគឺរឿងរ៉ាវធំប៉ុន្តែគាត់អាចទ្រាំបានប៉ុណ្ណាឥឡូវហ្នឹងគឺបេសកជនពិសេសបានទៅដល់នោះហើយឃើញទេបាទអញ្ចឹងដូច្នេះវាត្រូវមានការដោះដូរយ៉ាងម៉េចយើងត្រូវខ្លាំងខ្លាញ់អំពីបញ្ហាហ្នឹងផងដែរកុំឲ្យជៀសវាងមែនទែនក្នុងការចូលពលណាមួយអានោះជារឿងសំខាន់នៅក្នុងកម្រិតនៃប្រទេសកម្រិតទី2ដែលអាចធ្វើបានគឺអាស៊ានជារឿងសំខាន់ណាស់យើងត្រូវឈរជាមួយនឹងអាស៊ានតែអាស៊ានទៅណាយើងឈរគ្នាជាកម្លាំងតែមួយនៅទើបអាចនឹងជួយឲ្យយើងគិតអំពីបញ្ហាណាមួយបានឈរជាជំហររួមជាមួយនឹងអាស៊ានតែម្ដងបាទខ្ញុំអាចនឹកឃើញភ្លាមប៉ុណ្ណឹងណាបាទក៏ច័ន្ទពិសាលដួងជំរាបសួរលពូសូមទោសដែលខ្ញុំរំខានដល់ទឹកខ្ញុំ message លពូលើកមុនអំពីអូបាទអូខេបាទហ្នឹងហើយអូខេហ្នឹងខ្ញុំបានថ្ងៃលពលពេកមកលពលការងារតខ្លួនពេកអូខេឥឡូវចាំមើលចាំចាប់ show ហ្នឹងខ្ញុំទេទៅភ្លាមបាទអូខេ One region without ground troops is US able to secure the Hormuz ខ្ញុំនិយាយទៅខ្ញុំអត់ដឹងពីស្ថានភាពនៅក្នុងតំបន់ហ្នឹងដែរណាលោកវណ្ណរុនមកខ្ញុំអត់ដឹងទេហើយក៏ខ្ញុំមិនជំនាញខាងហ្នឹងដែរប៉ុន្តែគាត់ថាតាមធម្មតាតតដាក់កងកម្លាំងជើងគោកឲ្យបានដើម្បីការពារអ្វីមួយបានកម្លាំងអាកាសហ្នឹងគឺគាត់ថាដាក់ទៅអញ្ចឹងទៅអានោះដូចវេចោអញ្ចឹងកម្លាំងអាកាសដូចវេចោអញ្ចឹងបើកាលណាយើងដាក់អញ្ចឹងទៅគេសង្ងំចូលក្នុងតង់សេទៅយើងទៅផត់គេចេញមកវិញអញ្ចឹងបាទអញ្ចឹងអាហ្នឹងបើតាមលក្ខណៈទូទៅវាត្រូវតែមានកម្លាំងជើងគោកនៅនឹងហើយវាលែងទៅវៃខ្ទេចកន្លែងហ្នឹងអត់មានអ្នកណាចូលមកធ្វើវាដូចជាតំបន់មិនឲ្យឆ្លងកាត់អីបានខ្លះក៏ប៉ុន្តែក៏ពិបាកដែរអានោះវាបានលើអាកាស no fly zone ហ្នឹងបាទអញ្ចឹងខ្ញុំមិនជំនាញខាងហ្នឹងទេប៉ុន្តែខ្ញុំជឿថាវាអាចតើខំតបជើងគោកទៅហើយបានអាចឈរទប់បានវណ្ណាកម្មបាទអរគុណប៊ុនហៀងចំណាយពេលនិយាយជាមួយប្រិមត្តបានយូរបន្តិចបាទលោកប៊ុនហៀងតើគោលនយោបាយផ្ទៃក្នុងអាមេរិកដែលតែងបង្ហាញភាពប្រឆារវាងមន្ត្រីរដ្ឋបាលនិងអ្នកនយោបាយជារៀងរាល់ថ្ងៃជាបែបប្រជាធិបតេយ្យឬជាតាក់ទិចឲ្យពលរដ្ឋនិងសត្រូវមើលដោយប្រធានចារកម្មជាដើមបងមានយោបល់ដូចមិនដែរអូខេមើលខ្ញុំព្យាយាមយល់សំណួររបស់លោកប៊ុនហៀងឲ្យច្បាស់សិនគេគោលនយោបាយអាមេរិកដែលតែបង្ហាញភាពប្រឆារវាងមន្ត្រីនិងអ្នកនយោបាយជារៀងរាល់ថ្ងៃបែបប្រជាធិបតេយ្យតាក់ទិចអាមេរិកនឹងទៅមើលដូចជាប្រធានចារកម្មជាដើមបងមានយោបល់យ៉ាងដូចនេះដែរបាទខ្ញុំសូមឆ្លើយដោយយកយោបល់មួយរបស់លោកឧបិរៈចុះបាទឧបិរៈនៅក្នុងពេលមួយគាត់នៅក្នុង show Hello VA របស់ខ្ញុំគាត់ថាប្រជាធិបតេយ្យមើលទៅវាមានលក្ខណៈរញ៉េរញ៉ៃបន្តិចរញ៉េរញ៉ៃគឺដូចអ្វីដែលលោកប៊ុនហៀងបាននិយាយចឹងអ្នកនយោបាយនិយាយចឹងអ្នកជំនាញទៅមើលទៅដូចជ្រុះគ្នាមើលអញ្ចឹងក៏ប៉ុន្តែនេះសម្ដីរបស់លោកឧបិរៈបន្តទៀតណាក៏ប៉ុន្តែវាជាទម្រង់មួយដែលល្អសម្រាប់ស្ថានភាពនាពេលបច្ចុប្បន្នរបស់ពិភពលោកពីព្រោះអីមុននឹងមកដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនេះបើតាមលោកឧបិរៈគាត់ថាគឺពិភពលោកបានសាកល្បងឲ្យនៅរបបនយោបាយផ្សេងតាំងពីរបបនយោបាយផ្ដាច់ការរបបនយោបាយរាជានិយមរបបនយោបាយកុម្មុយនីសនិយមបាទសពបែបយ៉ាងទាំងអស់បាទក៏ប៉ុន្តែចុងក្រោយគឺជាធិបតេយ្យនេះគឺជាជំរឿនដែលល្អសម្រាប់នាពេលបច្ចុប្បន្នតែក៏ប៉ុន្តែនៅពេលណាខាងមុខទៀតវាជាការថារបៀបប្រជាធិបតេយ្យបែបទម្រង់ថ្មីគឺមានលាយគ្នារវាងបាទផ្ដាច់ការនឹងរឿងផ្សេងអញ្ចឹងណាប៉ុន្តែត្រឡប់មកអ្វីដែលលោកប៊ុនហៀងនិយាយគឺបើតាមការបកស្រាយរបស់លោកឧបិរៈគាត់ថាវាជារឿងមួយដែលសំស្របអញ្ចឹងដូច្នេះក្នុងបរិបទសហរដ្ឋអាមេរិកគឺជាការមួយអនុវត្តនៅលទ្ធិប្រជាធិបតេយ្យនឹងហើយដែលបាទអ្នកនយោបាយគាត់ត្រូវតែនិយាយគ្នាបាទនិយាយគ្នាអំពីបញ្ហាអ្វីមួយក៏ប៉ុន្តែនៅពេលដែលគិតអំពីផលប្រយោជន៍រឿងដែលត្រូវអនុម័តអីក៏ដោយគឺគាត់ត្រូវតែចូលជាជំហរតែមួយចូលជាជំហររួមដើម្បីបង្ហាញអាហ្នឹងវាជារឿងមួយទៀតផងដែរគឺ
សមាជិកសភានីមួយៗគាត់តំណាងឲ្យមណ្ឌលរបស់គាត់ហ្នឹងបាទដូចជាករណីលោក John Fetterman ឃើញគាត់ Democrat ទេប៉ុន្តែគាត់ឈរនៅក្នុងរដ្ឋមួយដែលលោកប្រធានាធិបតី Donald Trump ឈ្នះច្រើនអញ្ចឹងបានន័យថាសម្លេង Pennsylvania ហ្នឹងឥឡូវស្ទើរទៅជា swing state ហើយជារដ្ឋដែលងាកចុះងាកឡើងទៅតាមបកនេះហើយអញ្ចឹងដូច្នេះគាត់ត្រូវតែតំណាងផលប្រយោជន៍មួយចំនួនរបស់អ្នកបោះឆ្នោតរបស់គាត់ដែរអញ្ចឹងណាអញ្ចឹងដូច្នេះរឿងអ្នកនយោបាយគាត់បញ្ចេញហ្នឹងក៏ទៅតាមផលប្រយោជន៍របស់បកផងផលប្រយោជន៍របស់អ្នកបោះឆ្នោតឲ្យគាត់ផងពីព្រោះអីបើលោកប៊ុនហៀងនិយល់ពីនយោបាយនៅសហរដ្ឋអាមេរិកនេះដឹងហើយគឺ donor ជារឿងសំខាន់បន្ទាប់ពី donor នៅក្នុងបកនោះក៏បន្ទាប់មួយទៀតដែរបើកាលណាដូចជាលោកស្រី AOC ស្គាល់ណា AOC លោកស្រីឈ្មោះគាត់ពេញហ្នឹងCortez ណានៅខាង New York ហ្នឹងគឺគាត់ដើរពីបើចេញពីបន្ទាត់បកគាត់ជាមនុស្សដែលឆាំងបករហូតប៉ុន្តែគាត់មាន donor របស់គាត់តែបកគាត់អនុញ្ញាតឲ្យគាត់ធ្វើអញ្ចឹងបានដោយសារគេយោគយល់គាត់ដែរបាទអញ្ចឹងខ្ញុំថានេះជាទម្រង់មួយនៃលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែរវាងអ្នកបច្ចេកទេសបាទអ្នកបច្ចេកទេសរបស់សហរដ្ឋអាមេរិកដូចជាលោកស្រីប្រធានចារកម្មលោកប្រធានប្រឆាំងភេរវកម្មគាត់និយាយហ្នឹងបាទនេះជាទម្លាប់មួយរបស់សហរដ្ឋអាមេរិកដែលមន្ត្រីពេលខ្លះបាទគាត់មិនសូវនៅស្ងៀមគាត់តែងតែនិយាយបាទដូចជាលោកប្រធានចារកម្មនឹងគាត់និយាយរឿងអីខ្លះយើងមិនដឹងរហូតដល់គេ FBI គាត់ស៊ើបអង្កេតគាត់អញ្ចឹងបាទអញ្ចឹងក៏ប៉ុន្តែបើជាទូទៅគ្រាន់តែឃើញនៅក្នុងរយៈពេលចុងក្រោយនេះវាមានលក្ខណៈចំហនឹងច្រើនបន្តិចបាទចំហនឹងដូចជាបាទទៅមុខទៅក្រោយនៅក្នុងរដ្ឋបាលតែមួយនឹងបន្តិចក៏ប៉ុន្តែក៏មិនមែនអត់ដែរនៅក្នុងរដ្ឋបាលលោក Biden ក៏ដោយរដ្ឋបាលលោក Obama ក៏ដោយលោក Bush ក៏ដោយគឺមន្ត្រីដែលធ្វើការនៅក្នុងគណៈរដ្ឋមន្ត្រីហ្នឹងមករយៈហ្នឹងក៏ដើរចេញបាទត្រូវតែដើរចេញបាទគាត់ថាពេលដែលគេដើរចេញហ្នឹងតើគេនៅស្ងៀមឬក៏គេមិននៅស្ងៀមពីព្រោះការងារមួយចំនួនវាតឹងតែងពេលខ្លះការងារមួយចំនួនដែលមិនស្របជាមួយនឹងបន្ទាត់នយោបាយឬក៏ជំហរទស្សនៈរបស់គាត់ឧទាហរណ៍យើងមើលដូចជាអ្នកនាំពាក្យរបស់សេតាវិមាននៅក្នុងរដ្ឋបាលលោក Biden ឃើញទេលោក Biden អ្នកស្រីមួយយ៉ាងខ្មៅនោះខ្មៅ